ជាបឋមខ្ញុំកណ្ណាខ្ញុំបាទសូមធ្វើកិច្ចនមស្ការចំពោះគុណព្រះរតនត្រ័យដោយសេចក្តីជ្រះថ្លានិងសូមធ្វើកិច្ចនមស្ការចំពោះលោកគ្រូអង្គធម្មកថាកាចារ្យជាទីសក្ការៈម្យ៉ាងទៀតក៏សូមធ្វើសេចក្តីគិរវៈចំពោះលោកគ្រូធម្មចារ្យជាទីគោរពក្នុងគណៈនេះខ្ញុំកណ្ណាខ្ញុំបាទអនុញ្ញាតសិក្សាបន្តអំពីធម៌អភិធម្មដែលប្រសង់តែងទៅសូត្រប្រាប់នៅក្នុងពិធីបុណ្យដើមពុស្ដាខ្ញុំបកណាខ្ញុំបាទដាក់ថាវគ្គ38មេវិភាំងដែលស្ដីអំពីបច្ចយាការវិភាំងត្រង់ចំណុចអវិជ្ជាមូលកៈកុសលនិទេសនៅបេដកលេខ81ត្រង់ទំព័រ112ឃ្នាប146ដល់ឃ្នាប154ពួកធម៌ជាកុសលតើដូចម្ដេចក្នុងសម័យណាចិត្តជាកម្មវចរៈកុសលច្រឡំដោយសោមនស្សប្រកបដោយញាណមានរូបជាអារម្មណ៍ក្តីពេមានធម៌ជាអារម្មណ៍ក្តីឬក៏ប្រារព្ធនៅអារម្មណ៍ណាហើយកើតឡើងក្នុងសម័យនោះសង្ខារកើតមានព្រោះអវិជ្ជាជាបច្ច័យវិញ្ញាណកើតមានព្រោះសង្ខារជាបច្ច័យនាមកើតមានព្រោះវិញ្ញាណជាបច្ច័យអាយតនៈទី6កើតមានព្រោះនាមជាបច្ច័យភាសៈកើតមានព្រោះអាយតនៈទី6ជាបច្ច័យវេទនាកើតមានព្រោះភាសៈជាបច្ច័យប្រសាទកើតមានព្រោះវេទនាជាបច្ច័យអធិមោកកើតមានព្រោះប្រសាទជាបច្ច័យភពកើតមានព្រោះអធិមោកជាបច្ច័យជាតិកើតមានព្រោះភពជាបច្ច័យជរានិងមរណៈកើតមានព្រោះជាតិជាបច្ច័យហេតុជាទីកើតឡើងនៃកងទុក្ខទាំងអស់នោះរមែងមានដោយអាការៈយ៉ាងនេះបណ្ដាបច្ចយាការទាំងនោះសង្ខារកើតមានព្រោះអវិជ្ជាជាបច្ច័យតើដូចម្ដេចចេតនាការសន្សំភាពនៃការសន្សំនៅអារម្មណ៍ណានេះហៅថាសង្ខារកើតមានព្រោះអវិជ្ជាជាបច្ច័យពេបណ្ដាបច្ចយាការទាំងនោះវេទនាកើតមានព្រោះភាសៈជាបច្ច័យតើដូចម្ដេចសេចក្តីត្រេកអរប្រព្រឹត្តទៅក្នុងចិត្តសេចក្តីសុខប្រព្រឹត្តទៅក្នុងចិត្តការទទួលអារម្មណ៍ជាទីត្រេកអរជាសុខដែលកើតអំពីចេតោសម្ផស្សសុខវេទនាជាទីត្រេកអរដែលកើតអំពីចេតោសម្ផស្សណានេះហៅថាវេទនាកើតមានព្រោះភាសៈជាបច្ច័យបណ្ដាធម៌ទាំងនោះប្រសាទកើតមានព្រោះវេទនាជាបច្ច័យតើដូចម្ដេចសទ្ធាការជឿជាក់ការជឿសុខសេចក្តីជ្រះថ្លាដល់ក្រៃលែងណានេះហៅថាប្រសាទកើតមានព្រោះវេទនាជាបច្ច័យបណ្ដាធម៌ទាំងនោះអធិមោកកើតមានព្រោះប្រសាទជាបច្ច័យតើដូចម្ដេចការចុះសុខអាការៈចុះសុខភាពចុះសុខនៃចិត្តក្នុងអារម្មណ៍នោះណានេះហៅថាអធិមោកកើតមានព្រោះប្រសាទជាបច្ច័យបណ្ដាបច្ចយាការទាំងនោះភពកើតមានព្រោះអធិមោកជាបច្ច័យតើដូចម្ដេចវេទនាខណ្ឌសញ្ញាខណ្ឌសង្ខារខណ្ឌវិញ្ញាណខណ្ឌលើកតែអធិមោកចេញនេះហៅថាភពកើតមានព្រោះអធិមោកជាបច្ច័យពេព្រោះហេតុនោះទើបពោលថាហេតុជាទីកើតឡើងនៃកងទុក្ខទាំងអស់នោះរមែងមានដោយអាការៈយ៉ាងនេះក្នុងសម័យនោះសង្ខារកើតមានព្រោះអវិជ្ជាជាបច្ច័យវិញ្ញាណកើតមានព្រោះសង្ខារជាបច្ច័យនាមកើតមានព្រោះវិញ្ញាណជាបច្ច័យភាសៈកើតមានព្រោះនាមជាបច្ច័យវេទនាកើតមានព្រោះភាសៈជាបច្ច័យប្រសាទកើតមានព្រោះវេទនាជាបច្ច័យអធិមោកកើតមានព្រោះប្រសាទជាបច្ច័យភពកើតមានព្រោះអធិមោកជាបច្ច័យជាតិកើតមានព្រោះភពជាបច្ច័យជរានិងមរណៈកើតមានព្រោះជាតិជាបច្ច័យហេតុជាទីកើតឡើងនៃកងទុក្ខទាំងអស់នោះរមែងមានដោយអាការៈយ៉ាងនេះក្នុងសម័យនោះសង្ខារកើតមានព្រោះអវិជ្ជាជាបច្ច័យវិញ្ញាណកើតមានព្រោះសង្ខារជាបច្ច័យនាមនិងរូបកើតមានព្រោះវិញ្ញាណជាបច្ច័យអាយតនៈទី6កើតមានព្រោះនាមនិងរូបជាបច្ច័យភាសៈកើតមានព្រោះអាយតនៈទី6ជាបច្ច័យវេទនាកើតមានព្រោះភាសៈជាបច្ច័យប្រសាទកើតមាន
ព្រោះវេទនាជាបច្ច័យអធិមកកើតមានព្រោះប្រសាទជាបច្ច័យភពកើតមានព្រោះអធិមកជាបច្ច័យជាតិកើតមានព្រោះភពជាបច្ច័យជរានិងមរណៈកើតមានព្រោះជាតិជាបច្ច័យហេតុជាទីកើតឡើងនៃកងទុក្ខទាំងអស់នោះរមែងមានដោយអាការៈយ៉ាងនេះក្នុងសម័យនោះសង្ខារកើតមានព្រោះអវិជ្ជាជាបច្ច័យវិញ្ញាណកើតមានព្រោះសង្ខារជាបច្ច័យនាមនិងរូបកើតមានព្រោះវិញ្ញាណជាបច្ច័យអាយតនៈ6កើតមានព្រោះនាមនិងរូបជាបច្ច័យភាសៈកើតមានព្រោះអាយតនៈ6ជាបច្ច័យវេទនាកើតមានព្រោះភាសៈជាបច្ច័យប្រសាទកើតមានព្រោះវេទនាជាបច្ច័យអធិមកកើតមានព្រោះប្រសាទជាបច្ច័យភពកើតមានព្រោះអធិមកជាបច្ច័យជាតិកើតមានព្រោះភពជាបច្ច័យជរានិងមរណៈកើតមានព្រោះជាតិជាបច្ច័យហេតុជាទីកើតឡើងនៃកងទុក្ខទាំងអស់នោះរមែងមានដោយអាការៈយ៉ាងនេះពួកធម៌ជាកុសលតើដូចម្ដេចក្នុងសម័យណាចិត្តជាកម្មាវចរៈកុសលច្រឡំដោយសោមនស្សប្រកបដោយញាណប្រកបដោយសង្ខារកើតឡើងពេច្រឡំដោយសោមនស្សប្រាសចាកញាណពេច្រឡំដោយសោមនស្សប្រាសចាកញាណប្រកបដោយសង្ខារពេច្រឡំដោយឧបេក្ខាប្រកបដោយញាណពេច្រឡំដោយឧបេក្ខាប្រកបដោយញាណប្រកបដោយសង្ខារពេច្រឡំដោយឧបេក្ខាប្រាសចាកញាណពេច្រឡំដោយឧបេក្ខាប្រាសចាកញាណប្រកបដោយសង្ខារមានរូបជាអារម្មណ៍ក្តីពេមានធម៌ជាអារម្មណ៍ក្តីឬក៏ប្រារព្ធនៅអារម្មណ៍ណាហើយកើតឡើងក្នុងសម័យនោះសង្ខារកើតមានព្រោះអវិជ្ជាជាបច្ច័យវិញ្ញាណកើតមានព្រោះសង្ខារជាបច្ច័យនាមកើតមានព្រោះវិញ្ញាណជាបច្ច័យអាយតនៈទី6កើតមានព្រោះនាមជាបច្ច័យភាសៈកើតមានព្រោះអាយតនៈទី6ជាបច្ច័យវេទនាកើតមានព្រោះភាសៈជាបច្ច័យប្រសាទកើតមានព្រោះវេទនាជាបច្ច័យអធិមកកើតមានព្រោះប្រសាទជាបច្ច័យភពកើតមានព្រោះអធិមកជាបច្ច័យជាតិកើតមានព្រោះភពជាបច្ច័យជរានិងមរណៈកើតមានព្រោះជាតិជាបច្ច័យហេតុជាទីកើតឡើងនៃកងទុក្ខទាំងអស់នោះរមែងមានដោយអាការៈយ៉ាងនេះពួកធម៌ជាកុសលតើដូចម្ដេចក្នុងសម័យណាបុគ្គលចម្រើននៅមគ្គដើម្បីកើតក្នុងរូបភពស្ងាត់ចាកកាមទាំងឡាយពេចូលកាន់បឋមឈានមានបតវ័យកសិនជាអារម្មណ៍ក្នុងសម័យនោះសង្ខារកើតមានព្រោះអវិជ្ជាជាបច្ច័យវិញ្ញាណកើតមានព្រោះសង្ខារជាបច្ច័យនាមកើតមានព្រោះវិញ្ញាណជាបច្ច័យអាយតនៈទី6កើតមានព្រោះនាមជាបច្ច័យភាសៈកើតមានព្រោះអាយតនៈទី6ជាបច្ច័យវេទនាកើតមានព្រោះភាសៈជាបច្ច័យប្រសាទកើតមានព្រោះវេទនាជាបច្ច័យអធិមកកើតមានព្រោះប្រសាទជាបច្ច័យភពកើតមានព្រោះអធិមកជាបច្ច័យជាតិកើតមានព្រោះភពជាបច្ច័យជរានិងមរណៈកើតមានព្រោះជាតិជាបច្ច័យហេតុជាទីកើតឡើងនៃកងទុក្ខទាំងអស់នោះរមែងមានដោយអាការៈយ៉ាងនេះពួកធម៌ជាកុសលតើដូចម្ដេចក្នុងសម័យណាបុគ្គលចម្រើននៅមគ្គដើម្បីកើតក្នុងអរូបភពកន្លងនៅអកិញ្ចញ្ញាយតនៈដោយប្រការទាំងពួងដែលច្រឡំដោយនេវសញ្ញានាសញ្ញាយតនៈសញ្ញាព្រោះលះបង់នៅសុខផងពេចូលកាន់ចតុតឈានក្នុងសម័យនោះសង្ខារកើតមានព្រោះអវិជ្ជាជាបច្ច័យវិញ្ញាណកើតមានព្រោះសង្ខារជាបច្ច័យនាមកើតមានព្រោះវិញ្ញាណជាបច្ច័យអាយតនៈទី6កើតមានព្រោះនាមជាបច្ច័យភាសៈកើតមានព្រោះអាយតនៈទី6ជាបច្ច័យវេទនាកើតមានព្រោះភាសៈជាបច្ច័យប្រសាទកើតមានព្រោះវេទនាជាបច្ច័យអធិមកកើតមានព្រោះប្រសាទជាបច្ច័យភពកើតមានព្រោះអធិមកជាបច្ច័យជាតិកើតមានព្រោះភពជាបច្ច័យជរានិងមរណៈកើតមានព្រោះជាតិជាបច្ច័យហេតុជាទីកើតឡើងនៃកងទុក្ខទាំងអស់នោះរមែងមានដោយអាការៈយ៉ាងនេះ
ពួកធម៌ជាកុសលតើដូចម្តេចក្នុងសម័យណាបុគ្គលចម្រើននៅលោកកតរឈានជានិយានិកធម៌ជាគ្រឿងដល់នៅការមិនសន្សំនៅកិលេសវត្តៈដើម្បីលះនៅទិដ្ឋិទាំងឡាយពេចូលកាន់បឋមឈានជាទុក្ខាបដិបទាតន្ធាភិញាក្នុងសម័យនោះសង្ខារកើតមានព្រោះអវិជ្ជាជាបច្ច័យវិញ្ញាណកើតមានព្រោះសង្ខារជាបច្ច័យនាមកើតមានព្រោះវិញ្ញាណជាបច្ច័យអាយតនៈទី6កើតមានព្រោះនាមជាបច្ច័យភាសៈកើតមានព្រោះអាយតនៈទី6ជាបច្ច័យវេទនាកើតមានព្រោះភាសៈជាបច្ច័យប្រសាទកើតមានព្រោះវេទនាជាបច្ច័យអធិមោកកើតមានព្រោះប្រសាទជាបច្ច័យភពកើតមានព្រោះអធិមោកជាបច្ច័យជាតិកើតមានព្រោះភពជាបច្ច័យចរានមរណៈកើតមានព្រោះជាតិជាបច្ច័យហេតុជាទីកើតឡើងនៃធម៌ទាំងនោះរមែងមានដោយអាការៈយ៉ាងនេះឯងការអានស្ដីអំពីអវិជ្ជាមូលកៈកុសលនិទេសនៅបេដកលេខ81ត្រង់ទំព័រ112ឃ្នៀប146ដល់ឃ្នៀប154របស់ខ្ញុំប្រកាសណាខ្ញុំបាទក្នុងគណៈនេះក៏ដល់ទីបញ្ចប់បាទសូមអរគុណ